ស្ដីពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំចង់បង្ហាញអំពីសម្លស្លក់ចាសម្លខ្ញុំគឺខ្ញុំដាក់កាពើត្រីហើយនិងសាច់ជ្រូក3ជាន់ចាហើយបន្លែខ្ញុំមានដូចជាស្លឹកប៉ាចាទំពាំងហើយនិងផ្សិតតឡាចនិងននោងហើយនិងល្ពៅចាយើងដាក់គល់ស្លឹកគ្រៃយើងយកតែស្លឹកទេហើយមានល្មៀតបន្តិចនិងខ្ជាយយើងប្រើខ្ជាយច្រើនស្លក់ក្នុងស្លក់មុខនេះហើយម្ទេសចាខ្ញុំនឹងបង្ហាញអំពីវិធីធ្វើបន្ទាប់មកខ្ញុំធ្វើការដាំទឹកឲ្យពុះបន្ទាប់ពីទឹកយើងពុះហើយយើងធ្វើការដាក់ស្លឹកគ្រៃចូលចាហើយល្មៀតយើងពូតនំខ្ជាយម្ទេសនិងមើមខ្ទឹមយើងចូលបន្ទាប់មកយើងធ្វើការដាក់ត្រីនិងសាច់ជ្រូកមុននឹងដាក់ត្រីសាច់ជ្រូកយើងធ្វើការដាក់ប្រហុកមុនសិនប្រហុកយកប្រហុកសាច់ត្រីចូលការដាក់សាច់ជ្រូក3ជាន់យើងចូលយើងទុកមកពុះទើបយើងធ្វើការដាក់គ្រឿងបន្ទាប់ពីពុះហើយចាយើងធ្វើការដាក់គ្រឿងចូលយើងដាក់អំបិលនិងប៊ីចេងយើងចូលចាមួយស្លាបព្រាកាហ្វេចាហើយយើងពុះដាក់ចំណងចិត្តអ្នកខ្លះគាត់ចូលចិត្តយើងផ្អែមយើងអាចធ្វើការដាក់ស្ករតែខ្ញុំមិនដាក់ទេដោយសារបន្លែយើងវាចេញជាតិផ្អែមបន្លែយើងរើសចាហើយយើងធ្វើការដាក់ត្រីបន្តិចមកបន្ទាប់មកយើងធ្វើការដាក់បន្លែយើងចូលដូចជាល្ពៅមុនគេបន្ទាប់មកតឡាចចាអញ្ចឹងយើងធ្វើការដាក់ល្ពៅចូលព្រោះល្ពៅឲ្យវាផុយបន្តិចបើហើយធ្វើការដាក់ត្រឡាចហើយទំពាំងចាយើងដាក់ទំពាំងចូលធ្វើការដាក់ផ្សិតយើងចូលហើយនំហើយស្លឹកបាសគឺយើងចាំដាក់ក្រោយគេដាក់ផ្សិតចូលបន្ទាប់ពីធ្វើការដាក់ផ្សិតអស់ហើយយើងទុកឲ្យវាមកពុះធ្វើការកូរបន្តិចមកចាអញ្ចឹងយើងទុកឲ្យពុះទើបយើងធ្វើការដាក់បន្លែបន្តទៀតដូចជាស្លឹកបាសហើយនិងននោងពេលដែលពុះហើយយើងធ្វើការចាដាក់ននោងចូលម្ដងយើងទុកមកពុះទើបយើងធ្វើការដាក់ស្លឹកបាសនិងកំពឹសចូលចាអូខេតោះយើងដាក់ននោងហើយយើងធ្វើការដាក់កំពឹសសិនទៅកំពឹសយើងបេះហើយចាកំពឹសយើងចូលយើងធ្វើការគ្របទុកមកពុះយើងឃើញថាពុះហើយប៉ុន្តែយើងធ្វើការដួសពពុះចេញពពុះចោល ប
ការដាក់ស្លឹកបាសចូលដាក់ហើយយើងកូរត្រឹមតែ1ពុះយើងធ្វើការបិទភ្លើងចាអរគុណដែលបានទស្សនាវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់ទទួលបានសម្លមួយចានគេហៅសម្លសឡក់ឬក៏ប្រហើរមានរសជាតិឈ្ងុយឆ្ងាញ់អរគុណបងប្អូនដែលបានទស្សនាវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់